ការជីឡានក្រុងពីជនអត់ដំបូលនៅក្នុងក្រុងស៊ីមរៀបគឺបានផ្ដល់បទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំនៅក្នុងការទស្សនាតំបន់សំខាន់ៗនៅក្នុងក្រុងស៊ីមរៀបដូចជាតំបន់ផ្លូវ60ម៉ែត្រតំបន់ប្រាសាទអង្គរវត្តប្រលានយន្តហោះចាស់និងបានទស្សនាកន្ត្រកវិលដែលធំជាងគេមិនតែប៉ុណ្ណោះថែមទាំងបានទស្សនាទស្សនវិជ្ជាតំបន់ផាប់ស្ទ្រីតនៅពេលយប់ផងដែរជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំវណ្ណិតថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាផ្លាស់ប្ដូរបទពិសោធន៍ថ្មីជាមួយនឹងការជិះឡានក្រុងពីជនអត់ដំបូលនៅក្នុងក្រុងស៊ីមរៀបហើយសម្រាប់ឡានក្រុងមួយនេះគឺជាឡានក្រុងដំបូងគេហើយនៅក្នុងក្រុងស៊ីមរៀបហើយក៏ជាឡានក្រុងមួយដែលអាចដឹកអ្នកដំណើរក៏ជាភ្ញៀវទេសចរមើលទស្សនវិជ្ជាក្រុងស៊ីមរៀប360ដឺក្រេតែម្ដងបងប្អូនទាំងអស់គ្នាបើនិយាយអំពីព័ត៌មានទាក់ទងជាមួយនឹងការជិះឡានក្រុងមួយនេះគឺថាគេមាន3វេនបងប្អូនគឺមានចាប់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង6មានចាប់ពីម៉ោង6រហូតដល់ម៉ោង8និងមានចាប់ពីម៉ោង8រហូតដល់ម៉ោង10យប់ហើយបើនិយាយពីតម្លៃវិញគឺថាសម្រាប់ភ្ញៀវជាតិក៏ដូចជាភ្ញៀវខ្មែរយើងសម្រាប់មនុស្សធំគឺ$7និងសម្រាប់កូនក្មេងអាយុចាប់ពី3ឆ្នាំរហូតដល់12ឆ្នាំគឺតម្លៃ$4ផងដែរហើយឥឡូវនេះគឺយើងបានធ្វើដំណើរមកដល់បរិវេណប្រាសាទអង្គរវត្តហើយជិះតាមកសិនអង្គរបងប្អូនហើយសម្រាប់ឡានក្រុងប៊ីបអង្គរនេះផងដែរគឺថាគេមាន2ជាន់មានទាំងជាន់ក្រោមហើយនិងជាន់លើសម្រាប់ជាន់ក្រោមគឺមានម៉ាស៊ីនត្រជាក់អាចឲ្យបងប្អូនអង្គុយរីឡែកអារម្មណ៍ជាមួយនឹងការមើលទេសភាពឬក៏អង្គុយផឹកតែអីជាដើមបងប្អូនហើយប៉ុន្តែសម្រាប់ខាងលើនេះគឺអត់មានម៉ាស៊ីនត្រជាក់ទេប៉ុន្តែយើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធតាមបរិវេណអង្គរឬក៏បរិវេណដែលយើងជិះតាមផ្លូវអញ្ចឹងណាបងប្អូនទាំងគ្នាហើយម៉ោងដែលខ្ញុំជិះហ្នឹងគឺម៉ោងទី1គឺម៉ោង4ដល់ម៉ោង6គឺជាពេលវេលាដែលជាថ្ងៃរីប្លេកក៏ដូចជា sunset គឺថាស្អាតខ្លាំងមែនតើបងប្អូនទាំងគ្នាហើយឥឡូវនេះគឺយើងធ្វើដំណើរកាត់តាមពលានយន្តហោះចាស់ពុទ្ធកាន់ត្រវល់ផងដែរគឺថាទេសភាពពេលរសៀលឬក៏ពេលថ្ងៃនេះគឺថាស្រស់ស្អាតខ្លាំងមែនតើជាមួយនឹងថ្ងៃលិចឥឡូវនេះយើងបានធ្វើដំណើរមកដល់ទីតាំងកន្ត្រកវិលហើយបងប្អូនទាំងគ្នាគឺថាពិតជាស្រស់ស្អាតខ្លាំងមែនតើយើងធ្វើដំណើរកូចគុណមួយផ្លែតក៏យើងចាប់ផ្ដើមធ្វើដំណើរចេញទៅបន្តទៀតផងដែរជាមួយនឹង Big Bang អង្គរគឺថាពិតជាទទួលបានបទពិសោធន៍ថ្មីក៏ដូចជាបានទស្សនាក្រុងស៊ីមរៀបដ៏ស្រស់ស្អាតមែនតើហើយសម្រាប់ Big Bang អង្គរបច្ចុប្បន្នគឺមានតែនៅក្នុងខេត្តស៊ីមរៀបទេប៉ុន្តែឆាប់ៗនេះគេនឹងធ្វើការបើកដំណើរការនៅខាងទីតាំងភ្នំពេញមួយទៀតបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាបើអត់បានមកជិះនៅក្នុងខេត្តស៊ីមរៀបទេអាចទៅជិះនៅខាងភ្នំពេញបានហើយសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចចូលទៅឆែកនៅក្នុង page របស់ Big Bang អង្គរបានខ្ញុំនឹងដាក់នៅក្នុងវីដេអូមួយនេះហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាជាអ្នកគ្នាឥឡូវវីដេអូរបស់យើងគឺដល់ទីបញ្ចប់ហើយការជិះឡានក្រុងមួយនេះគឺជាការជិះឡានក្រុងមួយដែលផ្ដល់បទពិសោធន៍យ៉ាងច្រើនមែនទែនតាំងពីពេលថ្ងៃរហូតដល់ពេលយប់គឺថាតាំងពីយើងជិះនៅលើដំបូលមើលទស្សនវិជ្ជាដ៏ស្អាតហើយថែមទាំងយើងមកជិះពេលយប់មើលឆ្វែងក្រុងស៊ីមរៀបរបស់យើងគឺថាអេមែនតើអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់បានជិះទេកុំភ្លេចមកជិះផងគឺអត់មាននៅណាឆ្ងាយទេគឺនៅក្នុងខេត្តស៊ីមរៀបយើងតែម្ដងអាចតាក់ទង page គាត់បានអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ